Việc xuaលោកគ្រូពួកយើងមកពីក្រុមទី3ដែលនិយាយពីប្រធានបទ UTP version ដែលក្រុមរបស់ពួកយើងនឹងមានចំនួន4នាក់ឈ្មោះសុភរិយាសុជាសេឡាកាឈិតនិងចិនចម្រុងហើយពួកយើងក៏មានមេតិកាចំនួន7ដែរឥឡូវចូលមកដល់ចំណុចទី1និយមន័យដោយ UTP ហ្នឹងមានឈ្មោះពេញថាអានសៀលTwisted pair មានន័យថាវាជាប្រភេទខ្សែស្ពាន់ដែលរមូរចូលគ្នាជាគូដោយគ្មានបន្ទះលោហៈសៀលមកបាំងការពារខាងក្នុងទេចំពោះមុខងារ function របស់វាវិញប្រកបណាស់គឺយើងអាចមើលឃើញប្រើទូទៅបំផុតសម្រាប់ភ្ជាប់បណ្ដាញទិន្នន័យឬ network អ៊ីនធឺណិតនិងប្រព័ន្ធទូរស័ព្ទតាមការិយាល័យហើយដើម្បីអាចដោតភ្ជាប់វាចូលទៅកាន់កុំព្យូទ័រឬ switch បានគឺយើងត្រូវកាត់គ្រីមវាជាមួយនឹងក្បាលប្រភេទ RJ45 ជាចុងក្រោយហេតុផលដែលខ្សែ UTP ត្រូវបានគេជ្រើសរើសមកប្រើប្រាស់យ៉ាងទូលំទូលាយគឺដោយសារអត្ថប្រយោជន៍របស់វារួមមានទំហំតូចល្មមងាយស្រួលរត់ខ្សែតាមជញ្ជាំងនិងចំណាយដើមទុនតិចតម្លៃសមរម្យជាងខ្សែប្រភេទផ្សេងទៀតបន្ទាប់ពីនិយមន័យចូលមកដល់ចំណុចទី2រចនាសម្ព័ន្ធខាងក្នុងពិនិត្យមកមើលរចនាសម្ព័ន្ធផ្ទៃខាងក្នុងរបស់វាវិញ internal structure របស់ខ្សែ UTP វិញម្ដងប្រសិនបើយើងបកស្រោមជួរខាងក្រៅរបស់វាចេញយើងនឹងឃើញមានខ្សែស្នូលតូចៗធ្វើពីទង់ដែងចំនួន8ខ្សែហើយខ្សែទាំង8នេះមិនមែនរត់ស្របតាមគ្នាបែបធម្មតាទេគឺវាត្រូវបានគេរៀបចំដោយរមូលចូលគ្នាជា4គូមានគូពណ៌បៃតងទឹកក្រូចខៀវនិងត្នោតហើយហេតុអីបានគេចាំបាច់ត្រូវរមូលវាបញ្ចូលគ្នាអញ្ចឹងមូលហេតុបច្ចេកទេសគឺការរមូលនេះមានតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការរំខានពីអេឡិចត្រូនិកម៉ាញ៉េទិក EMI និងកាត់បន្ថយសំឡេងរំខានអគ្គិសនីពីខ្សែមួយទៅខ្សែមួយទៀតដែលធ្វើឲ្យការបញ្ជូនទិន្នន័យបានលឿននិងមានលំនឹងចំណុចចុងក្រោយដោយដែលឈ្មោះវាបានបញ្ជាក់ស្រាប់ហើយគឺអានសៀលដូច្នេះរចនាសម្ព័ន្ធរបស់វាគឺមានតែស្រោមជ័រខាងក្រៅតែមួយស្រទាប់ដើម្បីការពារខ្សែពីការដាច់រហ័យប៉ុណ្ណោះពលវាគឺគ្មានរបាំងលោហៈឬ foil មកបាំងការពារនៅស្រទាប់ខាងក្នុងបន្ថែមទៀតឡើយចូលដល់ចំណុចបន្ទាប់និយាយអំពីភាពខុសគ្នារវាង UTP និង STP ចឹងយើងបើមើលពីខាងក្រៅទៅយើងដាក់មកទៅយើងមើលតាមមួយកន្លែងផ្នែកទៅដូចមានអារម្មណ៍ថាវាគឺដូចគ្នាទាំងស្រុងតែតាមពិតបើយើងមើលឲ្យច្បាស់គឺវាអត់ដូចគ្នាដោយខ្សែខាង UTP គឺវាអត់មានស្រទាប់ការពារខាងក្នុងទេសម្រាប់ឯខ្សែ STP វិញវាមានស្រទាប់លោហៈការពារហើយវាមានភាពខុសគ្នាមួយទៀតគឺងាយរងការរំខានពីប្រភពខាងក្រៅចំពោះខ្សែ UTP ឯចំពោះ STP វិញគឺវាមិនងាយក្នុងការរំខានពីសំឡេងអគ្គិសនីខាងក្រៅទេហើយចំណុចបន្ទាប់វាងាយស្រួលក្នុងការតភ្ជាប់ក្បាលចំណុចឯ STP គឺវាទាមទារការភ្ជាប់ខ្សែដីហើយភាពខុសគ្នាមួយទៀតវាមានខ្សែ UTP មានភាពបត់បែនខ្ពស់ឯខ្សែ STP គឺក្រាស់និងរឹងមាំជាងវាពិបាកបត់បែនហើយចំណុចខុសគ្នាបន្ទាប់ទៀតនោះគឺតម្លៃរបស់ UTP cable គឺវាមានតម្លៃធូរថ្លៃជាងខាង STP ខាង STP ហ្នឹងគឺវាថ្លៃជាងហើយមួយទៀតគឺមានទម្ងន់ស្រាលជាងចំពោះ UTP ឯ STP គឺវាធ្ងន់ជាងនិងភាពខុសគ្នាមួយទៀតគឺងាយធ្លាក់ល្បឿនឬដើរយឺតប្រសិនបើនៅក្បែរខ្សែភ្លើងតែឯចំណុច STP វិញគឺវារក្សាល្បឿនបានថេរទោះបីជានៅក្បែរខ្សែភ្លើងក៏ដោយនេះគឺជារូបខ្សែ UTP ហើយនិង STP នៅខាងឆ្វេងដៃគឺជាខ្សែSTP ហើយនៅខាងស្ដាំដៃគឺជាខ្សែ UTP ដែលយើងបានឃើញហើយនៅខាងខ្សែ STP ហ្នឹងគឺវាមានស្រទាប់ជាន់ទៀតដែលការពារឲ្យពីក្នុងស្រោមជ័រខ្មៅហ្នឹងហើយខាង UTP គឺអត់មានទេចូលដល់លេខ4គឺនិយាយអំពីតួនាទីឬក៏មុខងាររបស់ UTP ចូលមុខងារសំខាន់របស់ UTP មានដូចជាការតភ្ជាប់ LAN
ខ្សែ UTP ត្រូវបានគេប្រើប្រាស់សម្រាប់ការតភ្ជាប់បណ្ដាញ LAN ដែលភ្ជាប់កុំព្យូទ័រទៅនឹងឧបករណ៍ code ផ្សេងៗដូចជាម៉ាស៊ីន print modem ជាដើមចំពោះការប្រើប្រាស់ខ្សែ UTP នេះផងដែរគេណែនាំមិនឲ្យប្រើប្រាស់វានៅកន្លែងដែលមានការរំខានពីរលកអគ្គិសនីខ្លាំងនោះទេព្រោះវាគ្មានរបាំងលោហៈការពារឡើយមកវិញបន្ទាប់គឺគេប្រើវានៅក្នុងប្រព័ន្ធសន្តិសុខនិងកាមេរ៉ាសុវត្ថិភាពខ្សែ UTP ត្រូវបានប្រើប្រាស់សម្រាប់បញ្ជូនសំឡេងសញ្ញានិងរូបភាពនៅក្នុងប្រព័ន្ធសន្តិសុខនៅខ្លំមើលដែលភ្ជាប់ទៅនឹងឧបករណ៍ដូចជា NVR ជាម៉ាស៊ីនថតវីដេអូបណ្ដាញ DVR ជាម៉ាស៊ីនថតវីដេអូ Digital និង HVR ជាម៉ាស៊ីនថតវីដេអូក៏តបញ្ចូលគ្នាមកវាបន្ទាប់គឺគេប្រើវាក្នុងជាប្រព័ន្ធខ្សែបណ្ដាញក្នុងអគារវាត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធខ្សែបណ្ដាញផ្ដេកឬក៏ horizontal cabling តភ្ជាប់ទៅតាមតុឬក៏បន្ទប់និងប្រព័ន្ធខ្សែបណ្ដាញមេ backbone cabling ភ្ជាប់រវាងជាន់ឬអគារអាចមើលនៅក្នុងរូបបានហើយមកវាបន្ទាប់នោះគឺគេប្រើវាដើម្បីតភ្ជាប់ជាមួយឧបករណ៍បំផ្លាញសញ្ញាវាត្រូវបានគេប្រើប្រាស់នៅក្នុងឧបករណ៍បំផ្លាញសញ្ញាដូចជា Gigabit Media Converter, Fiber Media Converter និង Fiber Optic Switch វាបន្ទាប់គឺវាធ្វើការបញ្ជូនទិន្នន័យល្បឿនទាបវាមានប្រសិទ្ធភាពខ្ពស់ក្នុងការបញ្ជូនទិន្នន័យក្នុងល្បឿនទាបហើយមិនទាមទារការតភ្ជាប់ខ្សែដីនោះទេមកវិញបន្ទាប់ទៀតខ្សែអ៊ីនធឺណិតនិងខ្សែទូរស័ព្ទខ្សែ UTP ត្រូវបានប្រើប្រាស់ជាខ្សែអ៊ីនធឺណិត Ethernet cable និងខ្សែទូរស័ព្ទសម្រាប់បញ្ជូនទិន្នន័យនិងសញ្ញាសំឡេងក្នុងចម្ងាយជិតនិងមធ្យមប្រព័ន្ធបន្ទាប់ទៀតប្រព័ន្ធស្វ័យប្រវត្តិកម្មគេប្រើវាសម្រាប់បញ្ជូនខ្សែសញ្ញានៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មនិងប្រព័ន្ធគ្រប់គ្រងផ្សេងៗ automation and control systems ការតភ្ជាប់ទៅកាន់ម៉ាស៊ីន mainframe ប្រើប្រាស់សម្រាប់ការតភ្ជាប់ឧបករណ៍ចុងស៊ុយធម្មតាdumb terminals ទៅកាន់ម៉ាស៊ីនកុំព្យូទ័រមានខ្នាតធំ mainframe computers ប្រើជាខ្សែចម្លងខ្លីៗ patch cables ដោយសារតែវាមានតម្លៃធូរថ្លៃអញ្ចឹងគេច្រើនយកវាទៅប្រើប្រាស់ធ្វើជាខ្សែ patch cord ខ្សែភ្ជាប់ខ្លីៗពីឧបករណ៍មួយទៅឧបករណ៍មួយទៀតឬចូលប្រអប់ចែកចាយសញ្ញាចូលដល់ចំណុចទី5និយាយពីប្រភេទខ្សែនៃ UTP វិញជាក់ស្ដែងនៅក្នុងសង្គមសព្វថ្ងៃគេផ្ដោតលើខ្សែចំនួន3ធំៗគឺ Cat5A, Cat6 និង Cat6A ចូលដល់ប្រភេទខ្សែ Cat5A គឺជាប្រភេទខ្សែដែលគេប្រើប្រាស់យ៉ាងទូលំទូលាយបំផុតវាអាចគាំទ្រល្បឿនលឿនបញ្ជូនទិន្នន័យបានរហូតដល់1 Gigabit per second ក្នុងចម្ងាយអតិបរមា100 ម៉ែត្រវាមានសមត្ថភាពការពាររលកសញ្ញារំខានឬ cross talk បានល្អជាងប្រភេទ Cat5 ចំនួនចាស់ចូលដល់ Cat6 វិញគឺជាប្រភេទខ្សែដែលបានរចនាឡើងសម្រាប់ការងារកម្រិតខ្ពស់ជាងមុនដោយវាអាចគ្រប់គ្រងល្បឿនលឿនខ្លាំងរហូតដល់10 Gigabit per second ប៉ុន្តែវាបានត្រឹមតែចម្ងាយ55ម៉ែត្រប៉ុណ្ណោះវាមានលក្ខខណ្ឌបច្ចេកទេសតឹងរ៉ឹងជាង Cat5e ក្នុងកាត់បន្ថយសញ្ញារំខានចូលទៅដល់ Cat6A វិញវាគឺជាការកំណែទម្រង់ពង្រីកសមត្ថភាពបន្ថែមពី Cat6 ចំណុចពិសេសរបស់វាគឺអាចរត់ល្បឿន10 Gigabit per second បានចម្ងាយ100 ម៉ែត្រពេញតែម្ដងនិងមានសមត្ថភាពការពាររលកសញ្ញារំខានបានល្អបំផុតធ្វើឲ្យវាស័ក្តិសមបំផុតសម្រាប់ប្រព័ន្ធបណ្ដាញដែលត្រូវល្បឿនលឿនខ្លាំងចូលដល់ចំណុចទី6គឺការប្រើប្រាស់ខ្សែ UTP ខ្សែ UTP គឺដើរតួសំខាន់ក្នុងវិស័យដូចជា Internet Network គឺគេប្រើវាសម្រាប់តភ្ជាប់កុំព្យូទ័រ router និង switch ក្នុងបណ្ដាញ LAN ដូចជាខ្សែប្រភេទ Cat6A អាចរត់លឿនបានរហូតដល់10 Gigabit per second
ចូលដល់ចំណុចទី2គឺ telecommunication វិញគឺគេប្រើវាក្នុងប្រព័ន្ធទូរគមនាគមន៍សម្រាប់តភ្ជាប់ខ្សែទូរស័ព្ទនិងទិន្នន័យពីតាមផ្ទះឬក្រុមហ៊ុនទៅកាន់ទូចែកចាយមេចូលដល់ចំណុចទី3គឺ building automation គឺគេប្រើវាក្នុងប្រព័ន្ធគ្រប់គ្រងអគារវៃឆ្លាតដើម្បីភ្ជាប់ឧបករណ៍ចាប់សញ្ញា sensor ទៅកាន់ប្រព័ន្ធបញ្ហាភ្លើងនិងម៉ាស៊ីនត្រជាក់ HVAC ជួយសន្សំសំចៃថាមពលចូលដល់ចំណុចទី4គឺ industrial automation វិញគឺគេប្រើវានៅក្នុងរោងចក្រឧស្សាហកម្មសម្រាប់តភ្ជាប់ម៉ាស៊ីនបញ្ហា PLC និងអេក្រង់ HMI ព្រោះវាមានតម្លៃធូរថ្លៃនិងងាយស្រួលដំឡើងចូលមកដល់គុណសម្បត្តិខ្សែ UTP ឬUTP cable វិញយើងចូលនិយាយអំពីគុណសម្បត្តិវាទី1វាចំណាយតិចដោយសារវាជាខ្សែដែលមានតម្លៃថោកបំផុតបើធៀបនឹងខ្សែប្រភេទការពារផ្សេងៗទៀតហើយវាងាយស្រួលដំឡើងដោយសារមានទម្ងន់ស្រាលទំហំតូចនិងអាចបត់បានយ៉ាងល្អងាយស្រួលក្នុងការភ្ជាប់និងរៀបចំហើយវាមានល្បឿនលឿនដោយសារវាគ្រប់គ្រងការបញ្ជូនទិន្នន័យក្នុងល្បឿនចាប់ពី1 GB per second រហូតដល់10 GB per second អាស្រ័យលើប្រភេទខ្សែរបស់វាចាំមកដល់ចំណុចតទៀតវាកាត់បន្ថយការរំខានការរចនាបែបស្រោចគួបវាគួបធ្វើឲ្យជួយកាត់បន្ថយសំឡេងរំខានអគ្គិសនីនិងការជ្រៀតជ្រែកពីអេឡិចត្រូម៉ាញ៉េទិកហើយមួយទៀតវាមិនត្រូវការខ្សែដីឬក៏ grounding ទេដោយសារវាគ្មានស្រទាប់លោហៈការពារនៅខាងក្រៅទើបមិនចាំបាច់តភ្ជាប់ខ្សែដីដែលអាចជួយកាត់បន្ថយពេលវេលាក្នុងការរៀបចំដល់ចំណុចផលអវិជ្ជមានវិញវាងាយរងការរំខានពីលោហៈធាតុដោយសារស្រទាប់លោហៈការពារវាអាចរងការរំខានងាយពីខ្សែភ្លើងម៉ូទ័រឬឧបករណ៍អគ្គិសនីធំៗហើយចម្ងាយបញ្ជូនរបស់វាមានកំណត់ខ្សែ UTP អាចបញ្ជូនទិន្នន័យបានល្អបំផុតក្នុងចម្ងាយមិនលើសពី100 ម៉ែត្រទេបើលើសពីនេះសញ្ញានឹងខ្សោយហើយមួយទៀតវាងាយរងការខូចខាតរូបវន្តដោយសារសំបកខាងក្រៅស្ដើងនិងទន់ធ្វើឲ្យវាងាយដាច់ងាយបាក់បែកឬរហែកជាងខ្សែប្រភេទ STP ហើយមួយទៀតវាមិនស័ក្តិសមសម្រាប់ក្រៅអគារទេពីព្រោះវាមិនធន់នឹងពន្លឺថ្ងៃកម្ដៅនិងសំណើមខ្លាំងឡើយហើយធ្វើឲ្យវាងាយខូចគុណភាពបើប្រើនៅខាងក្រៅហើយបើនិយាយពីសុវត្ថិភាពវាវិញសុវត្ថិភាពទិន្នន័យរបស់វាគឺទាបធ្វើឲ្យរលកសញ្ញាដែលបញ្ជូនតាមខ្សែ UTP នឹងអាចងាយស្រួលក្នុងការលួចស្ទាក់ចាប់បើធៀបនឹងខ្សែ fiber optic ចំណុចហើយការបកស្រាយរបស់ក្រុមនាងខ្ញុំបានចាប់អស់ហើយក៏សូមអរគុណដល់លោកគ្រូដែលបានយកចិត្តទុកដាក់ក្នុងការស្ដាប់ហើយបើក្រុមរបស់ខ្ញុំមានកំហុសខុសឆ្គងត្រង់ចំណុចណាក៏សូមអធិស្ឋានអភ័យទោសរាល់ចំណុចដែលខ្ញុំធ្វើមិនបានល្អផងដែរ